អាទិត្យនេះគឺប្រមូលផលបានល្ហុងច្រើនជាងរាល់ដងខ្ញុំចូលចិត្តល្ហុងនេះមែនតើដោយសារសាច់របស់វាគឺឆ្ងាញ់ផ្អែមហ្មងបងប្អូននិយាយទៅគឺរសជាតិផ្អែមវិញផ្អែមចឹងថាអ្នកអត់ចេះញ៉ាំផ្អែមចឹងថាអត់ចេះញ៉ាំល្ហុងនេះព្រោះវាផ្អែមខ្លាំងពេកខ្ញុំអត់ដែរញ៉ាំល្ហុងណាដែលផ្អែមអញ្ចឹងទេបងប្អូនហើយខ្ញុំដាំបានតែ4ដើមឯងល្ហុងនេះខ្ញុំយកមកពីមណ្ឌលសុខភាពមានជ័យបងប្អូនការដែលខ្ញុំយកមកដើមវាលាក់តែដល់ពេលធំទៅវាមានលាក់ណាវាលឿងដូចតែគេដូចតែឯងអញ្ចឹងណាហើយបដើមខាងនេះវិញគឺបានផលតាមមួយផ្លែហើយមួយដើមដើមខាងនោះអត់ដែលទទួលបានផលសោះហ្មងហើយលើកនេះគឺនៅស្គីរៀងច្រើនបាត់តាមរាល់អាទិត្យគឺប៉ុណ្ណឹងអីបេះហើយប៉ុន្តែលើកនេះអត់ទេទុកវាសិនព្រោះដោយសារវាច្រើនដែរអញ្ចឹងបងប្អូនហើយទន្ទឹមនឹងហ្នឹងយើងក៏មើលថែទាំវាដោយសារតាខ្ញុំចូលចិត្តល្ហុងនឹងអញ្ចឹងធ្វើតែតមអាហ្នឹងគឺមានកន្លែងបរហូរទឹកអញ្ចឹងបងប្អូនដូចស្រោមយើងអញ្ចឹងយើងបរហូរតំណក់បានអញ្ចឹងអាទិត្យនេះគឺបានដាក់ជីដាក់អីឲ្យបានរៀបចំធុងទឹកអោបនៅនឹងដើមនឹងហ្មងដើម្បីថាយើងបានមួយអាទិត្យទៅម្ដងអញ្ចឹងនៅពេលដែលយើងអត់បានទៅក៏មានទឹកដែរអានេះគឺខ្ញុំចាប់ដើមដាំបន្ថែមទៀតដោយដាំបាន6លងព្រោះអាធំវានៅផ្លែបន្តប៉ុន្តែយើងត្រូវដាំអាតូចបន្ថែមទៀតកុំឲ្យវាអស់អញ្ចឹងណាបងប្អូនហើយអាទិត្យនេះពិតជាហត់មែនតើបងប្អូនតាំងពីព្រឹករហូតដល់ល្ងាចបានហើយដៃអត់បានសារ៉ាត់ទេមកញ៉ាំតែបាយគឺទៅធ្វើការងារនឹងវិញហ្មងព្រោះថាយើងជាអ្នករវល់អញ្ចឹងទៅឲ្យឆ្លៀតសៅអាទិត្យនឹងឯងនេះគឺជាកូនល្ហុងដែលខ្ញុំបានបដោះវាហើយខ្ញុំយកវាទៅដាំវារៀងនៅទូចប៉ុន្តែដាំហ្មងទៅព្រោះបើទុកយូរទៀតក៏ខាឡូអត់តនេអញ្ចឹងបងប្អូនហើយយើងដាំហ្នឹងក៏ឆ្លៀតដាក់ដបទឹកតូចនៅនឹងដើម្បីបរហូរទឹកអញ្ចឹងបងប្អូនតាណាមានច្រើននៅខាងស្ដីខាងក្រោយហ្នឹងគឺសំបីតារ៉េនក៏មានដែរតែអាទិត្យនេះតារ៉េនគឺងាប់មួយដើមហើយនៅសល់តែមួយដើមទេដើមស្វាយចាប់ដើមផ្លែប៉ុន្តែឆ្នាំនេះអត់មានភ្លៀងកក់កាស្វាយអីសោះនេះទៅបីដើមបឺក៏ចង់ងាប់ហើយដើមដូងហើយចេកអីក៏ចង់ងាប់អស់ដែរអានេះយើងត្រៀមសម្រាប់ខែភាសាឆ្នាំនេះយើងមានដីធំសម្រាប់ដាំដំណាំនៅជ្រុងគៀងខាងនោះមានតបែកឆ្ងាញ់ហើយមានចេកមានក្រូចមានអីដែរតែខ្ជិលដល់ទៅមើលប៉ុណ្ណឹងបានហើយ